ហើយទីគឺជា vlog ទី1របស់ខ្ញុំដែលខ្ញុំនឹង voice over recap ទៅលើ moment ដែលខ្ញុំបានទៅស្រុកវៀតណាមនៅពេលដែលខ្ញុំទៅធ្វើកម្មវិធី ICA នៅនឹងអញ្ចឹងណាហើយដោយសារតែខ្ញុំបាត់ footage អស់ច្រើនទូរស័ព្ទខ្ញុំខូចខ្ញុំអត់មានបានថតអីច្រើនទេអញ្ចឹងនៅក្នុងវីដេអូនេះនឹងមានរូបភាពហើយក៏ដូចជាវីដេអូលាយជាមួយគ្នាដូចតែអ្នកនរគ្នាឃើញដំបូងនៅតាមវីដេអូអញ្ចឹងគឺយើងបានចេញពីវីរៈមណ្ឌលយើងជា Airbus ទៅដើម្បីទៅស្រុកហ្នឹងហើយខ្ញុំបានថតអីនៅលើឡានច្រើនទេដោយសារពេលហ្នឹងអស់កម្លាំងមួយគេដោយសារហេតុទៅហ្នឹងគឺត្រូវ prepare ច្រើនមែនតើបន្ទាប់ពីយើងបានទៅដល់វៀតណាមហើយគឺយើងរៀបចំខ្លួនទៅកៅហើយយើងក៏មក UHE ដែលជាសាលាមហាវិទ្យាល័យរបស់គេដែលយើងនឹងត្រូវធ្វើកម្មវិធីយើងនៅនឹងអញ្ចឹងសម្រាប់ open ceremony គេនឹងនាំយើងទៅធួហើយនេះគឺជាខ្ញុំនិងមិត្តភក្តិខ្ញុំនឹងបងស្រីដែលស្មីគាត់មកពី team ខ្មែរដែរអញ្ចឹងណានេះគឺជា campus របស់គេគឺធំល្អហើយខ្ញុំក៏បានដើរមើលជាមួយនឹងអាចរបស់សិស្សគេដែលគេបានធ្វើដែរអ្នកនរគ្នាហើយក៏ដូចជានៅនឹងមាន robot មានអីច្រើនហើយក៏អង្គុយភាសាគ្នាសួរជាមួយនឹងគ្រូអីនៅនឹងដែរបន្ទាប់ពីយើងបានធ្វើ campus tour ហើយគឺចូលមកមួយទៀតគឺការញ៉ាំអាហារពេលល្ងាចអញ្ចឹងតែអាហារពេលល្ងាចនោះគឺ special ជាងគេហ្មងដោយសារគេប៉ុណ្ណឹងអាហារធម្មតាហើយអញ្ចឹងអាហារនេះគឺគេមានជាលក្ខណៈ buffet មើលតែចានមើលដឹងហើយចាកន្លែង buffet ហ្នឹងគឺមានមនុស្សច្រើនខ្លាំងមែនតើដោយសារអីគឺចង់100ប្រទេសជាងហើយច្រើនហើយម្ហូបគេគឺគេបែងចែកមាន halal និងអត់ halal អញ្ចឹងទៅបន្ទាប់ហើយយើងក៏បានទៅស្វែនហើយនេះគឺជាវីដេអូខ្ញុំដើរមកពីដើរទៅ hotel វិញដោយសារអីនៅ hotel ហ្នឹងគឺផ្លូវđườngហែមអញ្ចឹងវាទូចអញ្ចឹងឡានក្រុងហ្នឹងចូលបាននេះបន្ទាប់ហើយក៏បានឆ្លៀតធ្វើ room tour ឲ្យអ្នកនរគ្នាមើលតិចដែរចាឥឡូវស្ដាប់វីដេអូសាស្លេងក្នុងវីដេអូហ្នឹងចឹងហើយនេះគឺជាបន្ទាប់ត yeah this is me hot ខ្លាំងតែថ្ងៃហ្នឹងចា hot So now it's day 2គឺជាថ្ងៃដែលភ័យខ្លាំងក៏ដូចជាថ្ងៃដែល level ខ្លាំងជាងគេហ្មងអញ្ចឹងដំបូងហ្នឹងគឺពេលភ្នាក់ឡើងក៏ទៅ breakfast ញ៉ាំនៅខាងខំហើយខ្ញុំក៏បានញ៉ាំជាមួយនឹង phở ដែល phở ហ្នឹងគឺដូច homemade អញ្ចឹងគឺដូចម្ហូបដែលមក intern នៅផ្ទះអញ្ចឹងវិញអញ្ចឹងវាសូវដូចម្ហូបនៅហាងអីហើយពេលហ្នឹងក៏ grab some matcha ប៉ុន្តែ matcha គេ so disappointed មែនតើដោយសារតែអត់ឆ្ងាញ់ដូចនៅស្រុកខ្មែរទេអញ្ចឹងបន្ទាប់ពីយើង finish breakfast ហើយយើងក៏ go back to UHE ស្លាកស្កាប់ជាឡើងណាហើយពេលហ្នឹងគឺ ceremony គេហ្នឹងគឺអត់ចាប់ដើមយើង early bird មកហើយពេលហើយយើងក៏បានថតរូបជាមួយនឹងបងហើយក៏ថតរូបទៅពីនេះបន្ថែមដែរចុះសម្រាប់ផឹកហ្នឹងគឺគេមានជាការរៀនអីចឹងអ្នកនរគ្នាហើយ topic ទី1ហ្នឹងរៀនពី STEM រៀនពីអីហ្នឹងទៅ topic ទី2ហ្នឹងគឺជា topic មួយដែលខ្ញុំគាត់ថាវា useful មែនតើតែគេនិយាយពីការធ្វើ pitching ការធ្វើបទបង្ហាញអីចឹងហើយcoach ហ្នឹងក៏គាត់ល្អដែរគាត់មានបទពិសោធន៍ច្រើនហើយនិយាយមកគាត់ឲ្យយើងមួយគេហ្មងនិយាយទៅ section ទី2ហ្នឹងខ្ញុំស្ដាយខ្លាំងជាងគេហ្មងហើយក៏ពេលហ្នឹងពេលចប់ហើយក៏យើងប្របែកគ្នាហើយចូលតាមប្រទេសហើយមិនចូលតាមប្រទេសហើយក៏មានបាយឲ្យយើងញ៉ាំហ្នឹងបាយគេរបៀបបែបអស់ពេលចឹងអ្នកនរគ្នាចាហើយដល់ពេលថ្ងៃឡើងញ៉ាំបាយហើយយើងស្វែងបន្តិចគឺយើងចាប់ផ្ដើម set up booth របស់យើងដើម្បីដាក់តាំងនៅ project យើងហើយក៏ដូចជា practice pitching អញ្ចឹងទៅប៉ុន្តែពេលហ្នឹងដោយសារតែខ្ញុំអត់បានថតច្រើននេះខ្ញុំ level ខ្លាំងមែនតើហ្មងហើយ footage របស់ខ្ញុំហ្នឹងគឺមានតshow ពី project របស់ខ្ញុំហ្នឹងហើយបន្ទាប់ហើយយើងក៏បានដូរកៅអៅដើម្បី culture night អញ្ចឹង culture night ហ្នឹងគឺគេនឹងបង្ហាញយើងពីប្រទេសផ្សេងៗការហួសប្រាសម្ដែងទៅហើយខ្មែរយើងក៏បានសម្ដែងដែរតែដោយសារពេលហ្នឹង level ចោះជូនទៅពេលដូរកៅអៅទៅមកបានថតទេអញ្ចឹងបន្ទាប់ពីការសម្ដែងនេះហើយក៏មានការ exchange gift ទៅវិញទៅមកចឹងទៅតែ style នៅពេលហ្នឹងគឺខ្ញុំយក sticker ទៅទីពេកចាហើយក៏មានអូនប្រុសនៅហ្វីលីពីនហ្នឹងឲ្យបតាំងមួយហើយនឹងបានស្គាល់គ្រប់នេះមកពីខាង Mongolia Day 3 in Vietnam ចង់ពេលផឹកដូចទៅដដែលទេយ៉ាង fur នឹងដដែលហ្នឹងប៉ុន្តែហ្នឹងគឺយកជាមួយនឹង chocolate នេះគឺរៀងគាត់បានញ៉ាំបានអ្នកគ្នាដល់ពីញ៉ាំ chocolate នេះហើយក៏បានជិះទៅសាលា UHE ម្ដងទៀតដើម្បីគឺគេប្រកាសលទ្ធផលនៅនឹងគេធ្វើកម្មវិធីការលទ្ធផលក៏ដូចជា close ceremony របស់គេហ្នឹងណាតែស្ពីនៅស្រុកនោះគឺរៀងវឹកវរខ្លាំងមែនទែនចាជីឡានវេវម៉ូតូអីសាហាវមកចង់កាមេរ៉ាម្ដងចាំទៅពីម្ដងកន្លែងកម្មវិធីគេហៅអានេះនៅគេផ្សេងគេគេទៅវិស័យមួយនេះហើយក៏មានការសម្ដែងពីខាងperformer របស់គេហ្នឹងពេលសម្ដែងហើយក៏បានផលចាហើយនាងខ្ញុំហ្នឹងគឺបានរៀង bronze medal ហើយនឹងឈ្នះជាមួយនឹង special award ដែរចាទៅហើយគឺយើងបានមេដាយមេអីហើយក៏គេបិទកម្មវិធីចប់កម្មវិធីហើយក៏បានទៅថតរូបថតអីដែរនេះគឺជា last meal នៅ competition ហ្នឹងណាគឺបាយប្រអប់គេហើយជាមួយនឹង juice របស់គេហ្នឹងហើយបន្ទាប់ពីនោះមកគឺយើងក៏បានទៅ hotel សម្រាប់តិចពេលហើយក៏យើងដើរលេងចឹងពេលដើរលេងហ្នឹង first stop របស់ខ្ញុំគឺនៅ stationery នេះខ្ញុំចូលទិញ stick note stick អីឲ្យបងប្អូនខ្ញុំប៉ាម៉ាក់ខ្ញុំមកទៅចាបន្ទាប់ហើយយើងក៏បានចូល 7-Eleven ទិញ meeting ដើម្បីញ៉ាំយប់ហ្នឹងសារ dinner ហ្នឹងគឺយើងញ៉ាំ meeting អញ្ចឹងណានៅឯដោយសារតែយើងទលាន់បាយចឹងទៅបានយើងចង់ញ៉ាំ meeting តែ actually ញ៉ាំ meeting ហ្នឹងគឺវាអត់សូវច្រើនបានទេចង់ដល់រៀងកណ្ដាលយកគេយើងក៏ធ្វើការខ្ញុំ order this one អានេះគេហៅបាញ់កាញ់ yes and នៅខ្ញុំ order ជាមួយនឹងបាញ់ត្រាំងក្លុកតែ we share ចឹងយើងចែកគ្នាញ៉ាំចឹងណាហើយបាញ់កាញ់នេះគឺឆ្ងាញ់មែនតើ yes ចង់សម្រាប់ផឹកថ្ងៃស្អែកគឺជាថ្ងៃ last day របស់យើងគឺយើងមាន activity អីជាមួយនឹង competition នឹងទៀតទេគឺយើងដើរជាមួយនឹងការដើរលេងអីចឹងណាចាអញ្ចឹងប្រឡំឡើងភ្លាមក៏បានថតបាយថតអីទៀតពេលហ្នឹងទៅថតរូបមុនគេចាថតរូបនៅ counter អូតែគេនឹងហៅទៅហើយក៏យើងបានជី grab ទៅ street នោះមុននិយាយទៅ book street ហ្នឹងគឺដូចអត់សូវមានអីនេះទេគ្រាន់គេមាន spot មានអីចឹងណាតែ it's so expensive I cannot afford it yes ទៅហើយក៏បានដើរទៅ cafe apartment តែពេលដែលផ្លូវដើរហ្នឹងក៏ឃើញគេមាន art gallery គេចឹងហើយក៏ខ្ញុំក៏ចូលមើលលេងចឹងទៅហើយក៏បានថតរូបអីដែរចាទៅហើយយើងក៏ធ្វើការដើរទៅមុខទៀតរហូតដល់ coffee apartment ពេលហ្នឹងគឺអត់មានទេចានៅតែ order matcha ដដែលតែគឺ flavor នៅតែធំក្អូបចឹងតែខ្ញុំមិនដឹងថាយីស្រុកហ្នឹងគឺធំក្អូបយល់
hai nó cái mà channel nó cứ chụp tên hai cái cộng niên cái cái lục ở phim này tất tôi chụp tay cái đã trên này mà chụp thật hai có dương tất cả vậy khi thay sang tana tiết chẳng này hai dương có bạn sẽ tha we gotta go to the museum yes thì nhiều bạn tới museum hay dương giống thoát cho mỗi lần được cái bây giờ từ museum hai dương đau một hội nhà gì tới đau sai ai trong khổ nó đau là hay dương có bạn ở khơi Jollibee hay bên gọi cho Jollibee nhưng tới hai nè nó khác đi nhưng trong này nó trẻ món này Jollibee nó cứ thông có tiết nhưng mà thay cái phở bạn đi có OP dài thì tôi cứ nơi không ai sang chỉ khỏi các bạn bên Jollibee cho nên cái chiều vlog bao nhóm bao chục ngày nơi ở Việt Nam chỉ một nữa ai sẽ competition hay là chuyện đào lên không mà phải như mình khu như này cha hay vlog này nó mình sẽ see you guys next vlog bye bye